បាទជំរាបសួរបងប្អូនទាំងអស់គ្នាវិលត្រឡប់មកវិញហើយជាមួយនឹងវីដេអូថ្មីហើយវីដេអូថ្ងៃនេះដែរគឺយើងមកបង្ហោះខ្លែងឡាប៊ូប៊ូជាមួយនឹងខ្លែងឃ្មុំបងប្អូននៃក្មេងៗកំពុងបង្ហោះខ្លែងឡាប៊ូប៊ូឡើងទៅបងប្អូនដឹងថាបងប្អូនមើលក្នុងវីដេអូនេះឃើញច្បាស់ដឹងអត់ទេបងប្អូននោះខ្លែងឡាប៊ូប៊ូហោះលើចុងថ្នោតព្រោះក្នុងវីដេអូនេះថតរៀងឆ្ងាយដែរឥឡូវក្មេងៗរត់មកបង្ហោះខ្លែងឃ្មុំមួយទៀតហើយបងប្អូនរៀបចំបង្ហោះខ្លែងឃ្មុំប្រកួតមួយខ្លែងឡាប៊ូប៊ូនេះទៅហើយបងប្អូនមើលទៅសប្បាយខ្លាំងមែនតើហើយវីដេអូនេះដែរមុនដំបូងខ្ញុំថតខ្ញុំអត់ដឹងទេបងប្អូនដល់ថតហើយយកមកស្ដាប់មានអីដាច់សលេងពេលអញ្ចឹងមានតែយកមកបញ្ចូលសលេងហើយវីដេអូនេះក៏ជាវីដេអូលើកចុងក្រោយដែរមូលហេតុព្រោះយើងរវល់បងប្អូនរវល់មួយឥឡូវវារៀងផុតរដូវលេងខ្លែងហើយអញ្ចឹងយើងមានតែជួបគ្នារដូវលេងខ្លែងឆ្នាំក្រោយទៀតឆាប់នេះទេបងប្អូនថ្មិចបើកដល់ហើយឥឡូវយើងក៏លេងមកមើលវីដេអូយើងវិញនេះក្មេងៗអូអាខ្លែងឃ្មុំនេះទៅហើយបងប្អូននេះអូយកទៅបោះឆ្ងាយមែនតើចាំមើលហោះឬមិនហោះបងប្អូនទស្សនាបងប្អូនអូទៅអូហោះកវីកវែងកតុយគេចងច្បាំងអែមស្រែមរបស់គេហ្នឹងអូមិនចេះបងប្អូនក្លាប់ដាប់ដងពងធ្លាក់បាត់ឥឡូវយើងចាប់ផ្ដើមទាញខ្លែងយើងយកទៅបោះសារថ្មីទៀតមិញវាខុសបច្ចេកទេសបងប្អូនបោះសារថ្មីលើកទី2ហោះហើយបងប្អូនទៅហើយមិនចេះបុកគោហើយខ្លែងបុកគោបងប្អូនអូហោះវិញហើយមិនចេះប្រកាច់ប្រកាន់ពេញមេខ្លែងពុលថ្នាំមកខ្លែងនេះអូចូលទីបំផុតខ្លែងយើងគឺថាធ្លាក់បាត់ហើយបងប្អូនអត់ហោះទេខ្លែងនេះឥឡូវខ្លែងឃ្មុំនឹងអត់ហោះទេយើងទៅមើលសកម្មភាពកវីឯកម្ដងបងប្អូនចង់ដឹងថាឯកនឹងសលេងវាព្រោះឬមួយក៏មិនបងប្អូនទស្សនាទាំងអស់គ្នា